សូមស្វាគមន៍មកកាន់រឿងស្នេហាដ៏រំជួលចិត្ត The Lotus's Secret Bloom ផ្កាឈូកលាក់ស្នេហ៍ចូលរួមសម្ដែងដោយអប្សរាដាវតួជាកូនស្រីមេដឹកនាំត្រកូលអ្នកមានបុត្រីដ៏ស្រស់ស្អាតផូរផង់ដោយផ្កាឈូកដែលរីកស្គូស្កាយនៅក្រោមពន្លឺព្រះច័ន្ទនាងមានរូបឆោមលងពណ៌ល្វត់ល្វាសម្បូរទៅដោយមន្តស្នេហ៍និងមានភ្នែកដ៏មុតស្រួចដែលឆ្លុះបញ្ចាំងពីភាពទន់ភ្លន់លីលំនឹងការបះបោរនាងជាស្ត្រីដែលហ៊ានតស៊ូដើម្បីក្តីស្រវឹងទឹកអាទិត្យដើរតួជាកូនប្រុសមេដឹកនាំត្រកូលអ្នកមានបុរសសង្ហាពោពេញដោយមន្តស្នេហ៍ដែលមានភ្នែកមុតស្រួចដូចជាពន្លឺថ្ងៃគេជាមនុស្សក្លាហានរឹងមាំនិងមានចិត្តស្មោះត្រង់រាល់ពាក្យពេចន៍និងកាយវិការរបស់គេតែងតែពោពេញទៅដោយក្តីស្រឡាញ់និងការយកចិត្តទុកដាក់គេហ៊ានបោះបង់អ្វីៗទាំងអស់ដើម្បីក្តីស្រឡាញ់សូមទស្សនាសាច់រឿងដ៏រ៉ូមែនទិកនេះដោយក្តីស្រឡាញ់នៅឯពិធីបុណ្យប្រពៃណីមួយដែលរៀបចំដោយបង្គោលជីដូនមួយភ្នែករបស់នាងស្រីអប្សរាខណៈដែលនាងរំរបាំគួងដែលយឺតៗនោះបានប៉ះជាមួយនឹងភ្នែកដ៏មុតស្រួយរបស់បុរសម្នាក់ដែលឈរនៅឯជ្រុងម្ខាងនៃសាលទោះបីជាពួកគេដឹងច្បាស់ពីសង្គ្រាមត្រកូលរវាងគ្រួសារទាំងពីរក៏អារម្មណ៍មួយបានផុសឡើងភ្លាមៗដោយជាផ្កាឈូករ៉ាត់ដែលឡទ្រួយថ្មីបេះដូងរបស់នាងលូតញាប់ខុសចង្វាក់ខណៈដែលស្នាមញញឹមដ៏ទន់ភ្លន់របស់គេបានធ្វើឲ្យនាងស្រឡាំងកាំងនាងព្យាយាមងាកចេញតែមិនអាចទៅរួចឡើយភាពតាក់ទាញដ៏អាចកំបាំងមួយបានទាញពួកអេវនៃចិត្តគ្នារហូតដល់ហាក់ដូចជាគ្មានអ្នកណាផ្សេងនៅទីនោះឡើយនៅក្នុងសំឡេងភ្លៀងដែលលាន់ឮការសម្លឹងមើលគ្នាទៅវិញទៅមកបានคล้ายជាភាសាមួយដែលបង្ហាញពីសេចក្តីប្រាថ្នាលាក់កំបាំងភាពភ័យខ្លាចនៃញាស្នេហាហាមឃាត់និងការសន្យានៃស្នេហាមួយដែលហ៊ានបដិសេធរាល់ឧបសគ្គទាំងអស់ប៉ុន្មានថ្ងៃក្រោយមកនាងអប្សរាបានរកឃើញសម្បុត្រមួយដែលលាក់ក្រោមផ្កាឈូកនៅក្បែរបឹងខាងក្រោយផ្ទះនាងវាជាអក្សរដែលសរសេរដោយដៃដ៏សង្ហាដែលអញ្ជើញនាងឲ្យជួបគ្នានៅកន្លែងសម្ងាត់មួយដែលជាប្រាសាទបុរាណចាស់ទ្រុឌទ្រោមនៅកណ្ដាលព្រៃបេះដូងរបស់នាងលូតញាប់ខណៈដែលនាងបានអានពាក្យពេចន៍ដែលពោពេញទៅដោយក្តីប្រាថ្នានិងភាពក្លាហានជើងរបស់នាងហាក់ដើរទៅរកកន្លែងនោះដោយឯងទោះបីជាចិត្តនាងដឹងថានេះជាទង្វើដ៏គ្រោះថ្នាក់ក៏ដោយក្លិនផ្កាឈូកដែលជាប់ដៃនាងបានរំលឹកនាងពីភាពទាក់ទាញរបស់គេពេលល្ងាចបានមកដល់ហើយស្រមោលព្រៃឈើបានលើកបាំងដំណើររបស់នាងរាល់ជំហានទៅមុខនាងមានអារម្មណ៍លាយឡំគ្នារវាងក្តីរំភើបនិងភាពភ័យខ្លាចសេចក្តីប្រាថ្នាដ៏ជ្រាលជ្រៅមួយបាននាំនាងឲ្យទៅរកវាសនារបស់នាងពេលជួបគ្នាដំបូងនៅប្រាសាទបុរាណពន្លឺព្រះច័ន្ទបានចាំងបំភ្លឺរូបរាងរបស់គេគឺលោកអាទិត្យគេបានលូកដៃទៅប៉ះដៃនាងថ្នមស្បែករបស់ពួកគេបានប៉ះគ្នាហើយចរន្តអគ្គិសនីមួយបានឆាបឆាក់ភិនខ្លួនប្រាណរបស់នាងគេបានសម្លឹងមើលទៅក្នុងភ្នែករបស់នាងដោយក្តីអាណិតអាសូរដូចជាគេអាចអានគ្រប់បំណងប្រាថ្នានៅក្នុងចិត្តនាងការប៉ះដៃគ្នានេះបានបង្កើនជាភាពស្និទ្ធស្នាលមួយដែលបានបំបត្តិចម្ងាយនិងអរិយភាពរវាងគ្រួសារទាំងពីរអេមភេមនាងបានដឹងថាអារម្មណ៍នេះមិនអាចបដិសេធបានឡើយខ្យល់បានបក់មុខល្វើយនាំក្លិនផ្កាព្រៃដែលរំពាត់ជុំវិញពួកគេទាំងពីរគេបានចាប់ដៃនាងកាន់តែជាប់ហើយសម្លេងបេះដូងរបស់គេបានលូតញាប់ស្ទើរតែស្មើនឹងសម្លេងបេះដូងរបស់នាងគេមិនបាននិយាយអ្វីច្រើនទេតែគ្រប់ការសម្លឹងមើលគឺមានអត្ថន័យជ្រាលជ្រៅណាស់ពួកគេចាប់ផ្ដើមជួបគ្នាយ៉ាងសម្ងាត់នៅប្រាសាទបុរាណនោះរាល់ការជួបគ្នាភាពស្និទ្ធស្នាលរបស់ពួកគេកាន់តែរីកចម្រើនពួកគេបានចែករំលែកក្តីសុបិនក្តីភ័យខ្លាចនិងបំណងប្រាថ្នាដែលមិនអាចនិយាយបានទឹកភ្នែកមើលតក់បានហូរចុះមកលើថ្ពាល់របស់អប្សរានៅពេលអាទិត្យលួងលោមនាងដោយការតបដៃរបស់នាងថ្នមបងដឹងថាវាពិបាកណាស់សម្រាប់យើងតែបងមិនអាចបោះបង់អូនបានទេសម្លេងរបស់គេលឺតិចតែពោពេញដោយអត្ថន័យគេបានអបនាងថ្នមភាពកក់ក្ដៅរបស់គេបានរំពាត់នាងអប្សរាបានអបគេវិញយ៉ាងណែនដូចជាចង់ឲ្យពេលវេលាជួបដឹងណាការក្លិនក្រអូបរបស់គេបានលាយឡំជាមួយក្លិនផ្កាឈូកតែនាងតែងតែយកមកជាមួយថ្ងៃមួយនៅពេលពួកគេជួបគ្នាភ្លៀងបានធ្លាក់មកយ៉ាងខ្លាំងពួកគេបានជ្រកក្រោមដំបូលប្រាសាទដែលចាស់ទ្រុឌទ្រោមខណៈដែលខ្យល់ត្រជាក់បាក់បោកអាទិត្យបានយកក្រមាទៅបាំងឲ្យអប្សរាភាពត្រជាក់នៃបរិយាកាសបានធ្វើឲ្យពួកគេកាន់តែនៅជិតគ្នាគេបានលូកដៃទៅប៉ះសក់របស់នាងថ្នមដំណក់ទឹកភ្លៀងដែលជាប់នៅជុំសក់នាងបានធ្វើឲ្យគេចង់ថប់នាងបេះដូងរបស់អប្សរាបានលូតញាប់ខណៈដែលគេសម្លឹងមកនាងពាក្យពេចន៍ដែលមិនអាចនិយាយបានកំពុងតែស្ថិតនៅលើមុខមាត់របស់ពួកគេភាពស្និទ្ធស្នាលនេះបានបង្កើតអារម្មណ៍មួយដែលពិបាកនឹងពណ៌នាណាបន្ទាប់ពីការថើបនោះពួកគេបានអង្គុយស្ងៀមនៅក្បែរគ្នាដោយកាន់ដៃគ្នាយ៉ាងណែនភាពស្ងប់ស្ងាត់បានរំពាត់ពួកគេតែអារម្មណ៍ដែលបានកើតឡើងបានបន្លឺឡើងក្នុងចិត្តពួកគេយ៉ាងខ្លាំង
អាទិត្យបានដាក់ក្បាលរបស់គេទៅលើស្មារបស់អប្សរាអប្សរាបានផ្អឹបក្បាលរបស់នាងទៅនឹងក្បាលរបស់គេពួកគេបានមានអារម្មណ៍ពីចង្វាក់បេះដូងរបស់គ្នាទៅវិញទៅមកដែលលូតញាប់ស្ទើរតែខ្ទុះចេញមកក្រៅបងមិនដែលគិតថាបងអាចស្រឡាញ់ម្ដាយម្នាក់បានខ្លាំងបែបនេះទេអាទិត្យបានខ្សឹបតិចអប្សរាបានច្បាច់ដៃរបស់គេថ្នមដើម្បីឆ្លើយតបភាពកក់ក្ដៅបានរាលដាលពាសពេញខ្លួនប្រាណរបស់ពួកគេការជួបគ្នាជាបន្តរបស់ពួកគេកាន់តែពោរពេញទៅដោយភាពស្និទ្ធស្នាលពួកគេបានចំណាយពេលដើរកាត់ព្រៃកាន់ដៃគ្នាសម្លឹងមើលមេឃដែលមានផ្កាយនិងចែករំលែកអថាកំបាំងគ្រប់យ៉ាងថ្ងៃមួយនៅក្រោមម្លប់ឈើធំមួយអាទិត្យបានដោះហូតផ្កាមួយតង់ចេញពីសក់របស់អប្សរានិងយកទៅដាក់លើបបួរមាត់របស់គេបានថើបផ្កានោះហើយបន្ទាប់មកបានដាក់វាមកវិញផ្កាដ៏ស្រស់ស្អាតដូចជាអូនីចឹងគេបាននិយាយដោយសំឡេងទន់ភ្លន់អប្សរាបានញញឹមដោយភាពអៀនខ្មាស់ភាពកក់ក្ដៅបានរាលដាលពាសពេញផ្ទៃមុខរបស់នាងការភ័យខ្លាចពីការបែកគ្នាបានកើនឡើងពួកគេបានដឹងថាគ្រួសាររបស់ពួកគេនឹងមិនទទួលយកទំនាក់ទំនងនេះឡើយភាពអសង្ខឹមបានលេចឡើងនៅក្នុងចិត្តរបស់ពួកគេយប់មួយពេលពួកគេជួបគ្នាទឹកភ្នែករបស់អប្សរាបានហូរចុះមកយើងមិនអាចនៅជាមួយគ្នាបានទេនាងបាននិយាយទាំងរំជួសចិត្តអាទិត្យបានអបនាងយ៉ាងណែនដូចជាចង់ឲ្យនាងនៅក្បែរគេជានិច្ចបងនឹងមិនបោះបង់អូនឡើយគេបានខ្សឹបនៅត្រចៀកនាងពាក្យរបស់គេបានលួងលោមនាងតែភាពភ័យខ្លាចនៅតែមានពួកគេបានដឹងថាពួកគេត្រូវតែធ្វើការសម្រេចចិត្តដ៏ធំមួយអាទិត្យបានសម្រេចចិត្តថាគេមិនអាចបាត់បង់អប្សរាបានឡើយគេបានត្រឡប់មកប្រាសាទបុរាណនៅពេលយប់ដោយមានចិត្តរឹងមាំក្នុងការប្រាប់អប្សរាពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់គេនៅពេលដែលអប្សរាមកដល់គេបានលុតជង្គង់ចុះអប្សរាបងស្រឡាញ់អូនខ្លាំងណាស់បងមិនអាចរស់នៅដោយគ្មានអូនបានទេគេបាននិយាយដោយសំឡេងញញអប្សរាបានក្រោបមាត់របស់នាងដោយដៃរបស់នាងទឹកភ្នែកបានហូរចុះមកនាងមិននឹកស្មានថាគេនឹងធ្វើបែបនេះឡើយភាពកក់ក្ដៅបានរាលដាលពាសពេញខ្លួនប្រាណរបស់នាងអាទិត្យបានយកកែវពេជ្រមួយចេញពីហោពពើរបស់គេដែលឆ្លាក់ជារូបផ្កាឈូកគេបានដាក់វាទៅលើបាតដៃរបស់អប្សរានេះជានិមិត្តរូបនៃក្តីស្រឡាញ់របស់យើងដែលលាក់កំបាំងតែស្រស់ស្អាតអប្សរាបានមើលទៅកែវពេជ្រនោះហើយបន្ទាប់មកបានសម្លឹងមើលទៅក្នុងភ្នែករបស់អាទិត្យពាក្យពេចន៍របស់គេបានធ្វើឲ្យបេះដូងរបស់នាងរំភើបនាងបានដឹងថាពួកគេនឹងត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើនបងនឹងប្រជិតដើម្បីយើងបងនឹងមិនបោះបង់អូនឡើយគេបានបន្តអប្សរាបានងក់ក្បាលនាងបានដឹងថាត្រូវតែធ្វើការសម្រេចចិត្តដ៏ធំមួយនៅថ្ងៃបន្ទាប់អប្សរាបានសរសេរសម្បត្តិមួយឲ្យគ្រួសាររបស់នាងដោយប្រកាសពីក្តីស្រឡាញ់របស់នាងចំពោះអាទិត្យនិងបំណងប្រាថ្នារបស់នាងក្នុងការបដិសេធសង្គ្រាមត្រកូលដៃរបស់នាងញ័រខណៈដែលនាងសរសេរពាក្យពេចន៍ទាំងនោះនាងដឹងថានេះជាការសម្រេចចិត្តដ៏គ្រោះថ្នាក់មួយដែលអាចធ្វើឲ្យនាងបាត់បង់អ្វីទាំងអស់តែនាងមិនអាចបោះបង់អាទិត្យបានឡើយនាងបានលាក់សម្បត្តិនោះក្រៅខ្នើយរបស់នាងហើយបានចាក់ចេញពីផ្ទះទាំងយប់គោលដៅរបស់នាងគឺប្រាសាទបុរាណដែលជាកន្លែងដែលនាងដឹងថាអាទិត្យកំពុងរង់ចាំនាងនៅពេលអប្សរាបានទៅដល់ប្រាសាទបុរាណអាទិត្យកំពុងរង់ចាំនាងដោយក្តីរំភើបគេបានរត់ទៅរកនាងហើយបានអោបនាងយ៉ាងណែនអូនមកហើយគេបានខ្សឹបនៅត្រចៀកនាងអប្សរាបានយំនៅក្នុងដៃរបស់គេនាងមានអារម្មណ៍ថាទីបំផុតនាងបានរកឃើញកន្លែងរបស់នាងហើយពួកគេបានអង្គុយជប់នៅក្បែរគ្នាកាន់ដៃគ្នាយ៉ាងណែនពួកគេបានដឹងថាដំណើររបស់ពួកគេទើបតែចាប់ផ្ដើមហើយថាពួកគេត្រូវតែប្រឈមមុខនឹងឧបសគ្គជាច្រើនសំឡេងមនុស្សជាច្រើនបានលឺលួនឡើងនៅខាងក្រៃប្រាសាទពួកគេដឹងថាគ្រួសាររបស់ពួកគេបានដឹងរឿងនេះហើយភាពភ័យខ្លាចបានលេចឡើងនៅក្នុងចិត្តរបស់ពួកគេអាទិត្យបានក្រោកឈរឡើងហើយបានអោបអប្សរាបងនឹងការពារអូនបងនឹងមិនឲ្យនរណាម្នាក់ធ្វើបាបអូនឡើយគេបាននិយាយដោយសំឡេងរឹងមាំអប្សរាបានមើលទៅក្នុងភ្នែករបស់គេហើយបានឃើញភាពក្លាហាននាងបានដឹងថានាងបានធ្វើការសម្រេចចិត្តត្រឹមត្រូវហើយពួកគេបានត្រៀមខឹងជាស្រេចដើម្បីប្រឈមមុខនឹងអ្វីទាំងអស់មេដឹកនាំនៃគ្រួសារទាំងពីរបានចូលមកក្នុងប្រាសាទបុរាណពួកគេបានខឹងសម្បាយ៉ាងខ្លាំងឯងហ៊ានណាស់ដែលធ្វើបែបនេះឪពុករបស់អាទិត្យបានស្រែកអាទិត្យបានឈរនៅពីមុខអប្សរាខ្ញុំស្រឡាញ់នាងខ្ញុំនឹងមិនបោះបង់នាងឡើយគេបាននិយាយយ៉ាងខ្លាំងឪពុករបស់អប្សរាបានមើលមុខនាងដោយក្តីខកចិត្តភាពតានតឹងបានកើនឡើង
អាទិត្យបានកាន់ដៃអប្សរាយ៉ាងណែនពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធដើម្បីស្នេហារបស់ពួកគេ អប្សរាបានបោះជំហានធំមុខស្នេហារបស់យើងមិនមែនជាការប្រឆាំងទេវាជាក្តីសង្ឃឹមនាងបាននិយាយដោយសំឡេងច្បាស់ម្ដាយរបស់នាងបានយំបេះដូងរបស់អប្សរាឈឺចាប់តែនាងដឹងថានាងត្រូវតែធ្វើបែបនេះនាងបានសម្លឹងមើលទៅក្នុងភ្នែករបស់គ្រួសារនាងយើងមិនអាចបន្តសង្គ្រាមនេះបានទេអាទិត្យបានបន្ថែមយើងត្រូវតែរកផ្លូវមួយដើម្បីរស់នៅជាមួយគ្នាដោយសុខសាន្តមេដឹកនាំទាំងពីរបានសម្លឹងមើលគ្រីទៅវិញទៅមកភាពស្ងប់ស្ងាត់មួយបានរំពាត់ប្រាសាទពួកគេបានឃើញភាពក្លាហាននិងក្តីស្រឡាញ់នៅក្នុងភ្នែករបស់កូនរបស់ពួកគេវាជាជំរឿនដ៏ពិបាកមួយការបោះបង់ចោលអរិភាពដែលបានបន្តជាច្រើនចំនួនមិនមែនជារឿងងាយស្រួលឡើយតែពួកគេបានឃើញពន្លឺនៃក្តីសង្ឃឹមនៅក្នុងស្នេហារបស់អាទិត្យនិងអប្សរាឪពុករបស់អាទិត្យបានដកដង្ហើមធំគេបានងក់បល់ជឿជេតយើងនឹងពិចារណាគេបាននិយាយភាពតានតឹងបានធូរស្រាលបន្តិច អាទិត្យនិងអប្សរាបានដឹងថាផ្លូវនៅខាងមុខនឹងមិនងាយស្រួលឡើយតែយ៉ាងហោចណាស់ក៏មានក្តីសង្ឃឹមដែរពួកគេបានអោបឈ្នាទៅវិញទៅមកដោយក្តីរំភើបពន្លឺព្រះអាទិត្យបានរះឡើងយឺតបំភ្លឺប្រាសាទបុរាណវាហាក់ដូចជាសញ្ញានៃការចាប់ផ្ដើមថ្មីពួកគេបានកាន់ដៃគ្នាយ៉ាងណែនត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹងពិភពលោកយើងនឹងនៅជាមួយគ្នាជានិច្ចអាទិត្យបានខ្សឹបអប្សរាបានញញឹមកែភ្លឺចាំងនៅក្នុងដៃរបស់នាង នៅក្រោមពន្លឺព្រះច័ន្ទរាត្រីនោះអាទិត្យបាននាំអប្សរាទៅកាន់ជ្រលងភ្នំសម្ងាត់មួយដែលពោរពេញទៅដោយផ្កាឈូកពួកគេបានដេកក្បែរគ្នាសម្លឹងមើលផ្កាយអាទិត្យបានអបអប្សរាយ៉ាងណែនគេបានខ្សឹបនៅត្រចៀកនាងបងស្រឡាញ់អូនច្រើនជាងជីវិតបងអប្សរាបានថើបថ្ពាល់របស់គេបេះដូងរបស់ពួកគេបានលូតញាប់ស្ទើរតែស្មើគ្នានៅក្នុងភាពស្ងប់ស្ងាត់នៃរាត្រីនោះសេចក្តីស្រឡាញ់របស់ពួកគេបានរីកដុះដាលយ៉ាងពេញទំហឹងផ្កាឈូកបានរីកស្គូស្កាយជុំវិញពួកគ្នាជានិមិត្តរូបនៃស្នេហាដ៏អស្ចារ្យជានិច្ចរបស់ពួកគេដែលបានបំបែកឧបសគ្គទាំងអស់ហើយបានរកឃើញសន្តិភាពនិងចំណងចំណូលចិត្តដ៏ជ្រាលជ្រៅបំផុតនៅក្នុងគ្នាទៅវិញទៅមក